បងប្អូនដៅរបស់កុមារទីរូបដែលទៅបង្កើតហ្នឹងណាវាកាត់ឡើងមកពីការដៅតុកការគូសតុកពីជាតិមុនរបស់គាត់មែនទេមានន័យថាអ្នកខ្លះគាត់តែយល់ច្រឡំចឹងគាត់គិតថាដៅហ្នឹងមកពីមានការគូសការវិសពីមែនគាត់គិតថាពីជាតិមុនពីអីចឹងមកណាសាមញ្ញមកពីគិតដល់ content មួយហ្នឹងដោយសារចេះតែបងប្អូនដោយសារសាមញ្ញហ្នឹងសម្រាប់កូនចាសម្រាប់កូនឲ្យស្ត្រីណាចាដល់ពេលទៅគាត់ឃើញមានដៅចាមានគាត់ឃើញមានដៅនៅជើងណានៅជើងជុំវិញគោជើងមកគាត់ហ្នឹងហើយពណ៌ឡើងខ្មៅណាដល់អញ្ចឹងគាត់គិតថាមកពីអីបានគាត់ថាមកពីជាតិមុនហ្នឹងប្រហែលជាកូនហ្នឹងត្រូវគេគូសគេអីគេចំណាំគេតុកអីចឹងណាបងប្អូនចាស្ដាប់ទៅគឺអស់សំណើចដែរចាព្រោះដោយសារពេលខ្លះបងប្អូនអត់យល់ណាអញ្ចឹងបងប្អូនមកយល់ថាហេតុអីបានជាវាមានអាដៅនឹងវាកាត់ឡើងដោយសារអីណាអញ្ចឹងដៅបងប្អូនគេហៅថាបឺស្មាកណាគឺវាគឺជាស្នាមឬក៏ចំណុចចាមានតែចំណុចដែលកើតមានតាំងពីកំណើតមកហើយវាលេចឡើងក្នុងប្រហែលសប្តាហ៍ដំបូងឬក៏ប្រហែលខែដំបូងចាអញ្ចឹងដៅនឹងវាអាចពេលខ្លះមកពីសរសៃឈាមចាមានន័យថាជួនកាលការរីកសរសៃឈាមឬមួយក៏ការប្រមូលផ្ដុំចាការប្រមូលផ្ដុំខុសពីធម្មតាអីចឹងណាដែលមានដែលទៅជាដៅពណ៌ផ្កាឈូកពណ៌ក្រហមពណ៌អីពណ៌ស្វាយអញ្ចឹងទៅបងប្អូនអាហ្នឹងអាហ្នឹងបើសិនជាវារីកធំចាបើសិនវាអាហ្នឹងបើសិនសរសៃឈាមរីកធំអីចឹងណាហើយមួយទៀតបើសិនជាមួយទៀតគឺជាការប្រមូលមានតែកោសិកាស្បែកពណ៌មានតែពណ៌ស្បែករបស់គាត់ហ្នឹងមានតែជាតិមេឡានីនហ្នឹងចាអញ្ចឹងវាប្រមូលផ្ដុំកុញនៅតែម្ដុំអញ្ចឹងក៏វាអាចទៅជាដៅពណ៌ខ្មៅដៅពណ៌កម្ៅពណ៌អីចឹងណាបងប្អូនអញ្ចឹងវាមិនកាត់ឡើងមកពីការគូសវាអីពីមុនមកទេបងប្អូនបើសិនជាបងប្អូនត្រូវតែដឹងត្រង់ហ្នឹងណាចាពេលខ្លះដោយសារការប្រមូលផ្ដុំច្រើននៃកោសិកាចាពណ៌វាទៅជាពណ៌ថ្មពណ៌ខ្មៅហ្នឹងគឺដោយសារកោសិកាប្រមូលផ្ដុំជាតិពណ៌ស្បែករបស់ក្មេងទេបងប្អូនអញ្ចឹងវាអត់មានហើយដៅហ្នឹងវាអត់មានបន្តទៅលើម៉ាក់ថាការហូបចុកការរស់នៅរបស់គាត់អនុវត្តរបស់គាត់ឲ្យទៅជាចេញកណ្ដៅខ្មៅដៅឯហ្នឹងខូចស្បែកកូនខូចអីអត់អាចបន្តទៅលើម៉ាក់បានទេបងប្អូននេះវាគឺជាគេថាជាកត្តារាងកាយរបស់កុមារតែម្ដងណាចាហើយវាក៏មិនបណ្ដាលឲ្យមានគ្រោះថ្នាក់មានអីដែរបងប្អូនហើយបងប្អូនបើសិនជាដៅណាបើសិនជាមិនដាក់ដៅទេបើសិនជាវាមានពេលយើងសម្រាប់មកហើយវាមានអីខុសធម្មតាណាឧទាហរណ៍តាំងចិត្តពេលខ្លះបើសិនជាវាស្រក់ទៅវិញវាមានគ្រោះថ្នាក់ឯងប៉ុន្តែបើសិនជាវាកាន់តែធំឡើងលឿនហើយវាប្រែពណ៌ឬមួយក៏វាទៅជាហូរឈាមឬក៏ទៅជាដំបៅចាឬក៏នៅចិត្តអវយវៈសំខាន់ឬក៏នៅចិត្តដូចថាកន្លែងសំខាន់ដូចជាភ្នែកច្រមុះមាត់អីចឹងណាបងប្អូនអាហ្នឹងបើវាប្រែព្រោះទៅទៀតអាហ្នឹងបងប្អូនត្រូវតែប្រញាប់ណានាំទីរួចយកទៅជួបនៅពេទ្យភ្លាមចាពីព្រោះពេលខ្លះវាអាចបង្កហានិភ័យទៅលើក្មេងបើសិនជាភាពខុសធម្មតាចាពីព្រោះពេលខ្លះអាខ្លះយើងច្រឡំទៅនឹងដៅដែរវាជាចំណុចសរសៃឈាមដែលបងប្អូនឃើញតែទៅលើស្បែកហើយក្រហមខ្លាំងទៅហ្នឹងអាហ្នឹងគឺត្រូវតែទៅជួបនៅវិជ្ជបណ្ឌិតភ្លាមចាប៉ុន្តែបើសិនជាត្រង់តែជាកណ្ដៅខ្មៅចាឬក៏ពណ៌ប្រែពណ៌ផ្កាឈូកឬក៏ក្រហមមួយឆ្នោតអីនេះគឺបងប្អូនឬក៏ម្ដុំអីនេះបងប្អូនបាច់ភ័យទេវានឹងបាត់ទៅវិញនៅប្រហែលសប្តាហ៍ឬក៏ប្រហែលខែបន្ទាប់អីណាចាហើយអ្នកខ្លះក៏តាំងអាហ្នឹងមកពីដូចថាជាតិមុនមកពីគូគេដៅគេអីចឹងណាបងប្អូនអញ្ចឹងត្រូវគិតចេះវិញណាពេលដែលយើងធម្មតាបើសិនបងប្អូនមានសាច់ញាតិដែលគាត់ស្លាប់ឬមួយគាត់អស់បនទៅណាយើងនិយាយអស់បនចឹងអញ្ចឹងយើងមិនមែនទៅគូសមិនមែនទៅវាទេបងប្អូនត្រូវដឹងមានតែយើងងូតទឹកដោះសម្អាតលាងឲ្យស្អាតឲ្យគាត់វិញត្រូវហ៎មានន័យថាមុនពេលយើងយកគាត់ទៅបញ្ចុះគឺយើងត្រូវតែមានន័យថាយើងលាងទឹកយើងងូតទឹកដាក់សាប៊ូដោះអស់ឲ្យគាត់ឲ្យស្អាតឲ្យភ្លឹងចាអញ្ចឹងគាត់មានអីដែលប្រែតគាត់មកជាប់ជាមួយទៀតណាបងប្អូនអញ្ចឹងកុំឈប់យកអាត្រង់ហ្នឹងមកដាក់ត្រង់ជាចំណុចហ្នឹងទៀតទៅបងប្អូនណាចាអញ្ចឹងអ្នកខ្លះហើយអ្នកខ្ញុំមានមិត្តភក្តិមួយដែរណាគាត់មានកណ្ដៅដៅពីកណ្ដៅរបស់គាត់ហើយបងប្អូនដៅរបស់គាត់ដៅសាហាវទៀតបងប្អូនដៅភ្នែកត្រង់ហ្នឹងហ្មងណាគឺដៅនៅក្រោមដកភ្នែករបស់គាត់នឹងខ្លាំងដៅម្ដុំហ្មងណាហើយនឹងវាមកដល់លើទៀតអញ្ចឹងភ្នែកម្ខាងហ្នឹងគឺវាទៅជាពណ៌ខ្មៅដូចជាភ្នែកផេនណាអញ្ចឹងគឺគាត់មានការអៀនខ្មាស់ដែរគាត់តែលាបម្សៅបិទបាំងត្រង់ហ្នឹងយ៉ាងខ្លាំងជាងគេគាត់ដូចថាដាក់ម្សៅតំណប់អីចឹងណាអញ្ចឹងវាពិបាកអញ្ចឹងបងប្អូនគិតថាបើសិនជាគាត់ណាជាសាច់ញាតិបងប្អូនពីជាតិមុនមកបងប្អូនដាច់ចិត្តយកអីទៅគូសមុខគូសមាត់គាត់ឲ្យចំណាំមកទុកមើលជាតិក្រោយអញ្ចឹងវាអត់ដែរមានអាហ្នឹងបងប្អូនជប់យល់ច្រឡំណានៅចំណុចមួយហ្នឹងទៀតទៅទៀតណាការដែលមានកណ្ដៅខ្មៅឬក៏ផ្កាឈូកឬក៏ក្រហមនេះបងប្អូនគឺដោយសារតែបណ្ដុំពណ៌ស្បែកទេចាអញ្ចឹងបើបងប្អូនគិតថាមានប្រយោជន៍សូមជួយចែករំលែកនិង share ចាស់ឲ្យ follow page ម្នាក់មួយណា